សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Khmer Drama Insight សូមចែកជូនរឿងមួយដែលមានចំណងជើងថាគួរត្រូវតែគោរពច្បាប់ You must respect the law តែមុននឹងចូលដល់សាច់រឿងសូមជួយចុច Subscribe ផងណាបើមិនទាន់បាន Subscribe និង Like ហើយចុចរូបកណ្ដឹងជាការស្រេចដូច្នេះសូមតាមដានសន្តាប់ដូចទៅអ្នកផ្ដល់ព័ត៌មានម្នាក់ឈ្មោះ Michael Mack បានភ្ញាក់ដឹងខ្លួននៅក្នុងបន្ទប់ដែលគាត់មានរបាំងដែលគៀបក្បាលដោយចាក់សោជុំវិញរបស់គាត់ភ្លាមនោះវីដេអូ Clip មួយបានប្រាប់គាត់ថាដើម្បីដោះសោឧបករណ៍នោះបានគាត់ត្រូវតែវះភ្នែករបស់គាត់ដើម្បីបានកូនសោវីដេអូនោះបានកំណត់ពេលវេលាហើយគាត់ក៏បានរកឃើញកាំបិតវះភ្នែកហើយធ្វើការវះយ៉ាងឈឺចាប់ដោយការអាសាច់របស់គាត់ដោយខ្លួនឯងប៉ុន្តែនៅតែមិនអាចរកឃើញកូនសោនោះបានទាន់ពេលវេលាដូច្នេះគាត់ក៏ត្រូវបានសម្លាប់ត្រឹមតែរយៈពេល60វិនាទីដោយរបាំងមុខនោះគៀបយ៉ាងសាហាវនៅកន្លែងកើតហេតុនៃ Michael អ្នកស៊ើបអង្កេតម្នាក់ឈ្មោះ Allison Curry បានមកធ្វើការពិនិត្យនៅកន្លែងកើតហេតុនោះហើយនាងបានរកឃើញសារមួយសម្រាប់ដៃគូស៊ើបអង្កេតរបស់នាងគឺ Eric Mathew ហើយនាងក៏បានកោះហៅគាត់ដើម្បីចូលមកពិនិត្យទោះបីជា Eric មិនចង់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់ Chicks នេះក៏ដោយ Eric ក៏នៅតែសម្រេចចិត្តចូលរួមជាមួយ Alice និងមន្ត្រីប៉ូលីស Daniel Rick ក្នុងការដឹកនាំក្រុមទាហានទៅកាន់រោងចក្រដែលផលិតសោអន្ទាក់របស់ Michael No នៅទីនោះពួកគេបានរកឃើញនិងចាប់ចនក្រាម៉ាដែលជាឃាតករជាតិដែលកំពុងចុះខ្សោយដោយសារជំងឺមហារីកបន្ទាប់ពីចាប់ឃាតករនោះបានពួកគេមិនហ៊ានធ្វើអ្វីលើឃាតករនោះឡើយដោយសារគាត់មានរបស់សំខាន់នៅក្នុងដៃដែលជាមន្ទិលកុំព្យូទ័រជាច្រើនបង្ហាញពីមនុស្ស8នាក់ដែលជាប់នៅក្នុងផ្ទះមួយរាប់បញ្ចូលទាំងអ្នករស់រានមានជីវិតដែលត្រូវបានគេស្គាល់នោះគឺ Amanda Young និងកូនប្រុសរបស់ Eric គឺ Daniel ហើយជនរងគ្រោះផ្សេងទៀតគឺ Xavier Gus Jonas Laura Addison និង Obey នៅក្នុងផ្ទះនោះត្រូវបានគេបង្ហោះផ្សែងពុលគ្រប់ទីកន្លែងដែលនឹងសម្លាប់ពួកគេក្នុងរយៈពេល2ម៉ោងប៉ុណ្ណោះប៉ុន្តែចនបានធានាដល់ Eric ថាប្រសិនបើគាត់ធ្វើតាមច្បាប់នៃហ្គេមផ្ទាល់របស់គាត់នោះដោយគ្រាន់តែនិយាយជាមួយចនគាត់នឹងបានជួបគេនាលម្ដងទៀតតាមការជំរុញរបស់ Curry Eric ក៏បានយល់ព្រមក្នុងលក្ខខណ្ឌនោះដើម្បីពន្យាពេលសម្រាប់ក្រុមបច្ចេកទេសទៅរកផ្ទះនោះតាមរកវិទ្យុវីដេអូនិយាយមកដល់ជនរងគ្រោះវិញពួកគេត្រូវបានជូនដំណឹងដោយកូនកាសែតដោយប្រាប់ថាថ្នាំសម្រាប់បន្សាបជាតិពុលត្រូវបានលាក់នៅក្នុងផ្ទះនេះមួយគឺនៅក្នុងទូសុវត្ថិភាពក្នុងបន្ទប់នេះហើយពួកគេអាចបើកវាបានដោយការរួមបញ្ចូលជាមួយលេខដែលនៅផ្នែកខាងក្រោយនៃគំនិតរបស់ពួកគេដែលស្ដាប់ទៅដូចជាពិបាកយល់ណាស់តាមពិតលេខទាំងនោះគឺស្ថិតនៅក្រោយកញ្ចឹងរបស់ពួកគេSafir មិនអើពើនឹងការព្រមានឡើយនឹងប្រើកូនសដែលបានភ្ជាប់ជាមួយកាសែតនោះយកទៅចាក់ទៅលើទ្វារដែលជាអន្ទាក់បាញ់គ្រាប់កាំភ្លើងចេញពីប្រហោងមួយនៅពេលដែលការស្មល់តាមប្រហោងនោះហើយគាត់ក៏ត្រូវបានស្លាប់ដោយគ្រាប់កាំភ្លើងបាញ់ទម្លុះភ្នែកនិងរលាយក្បាលរបស់គៀតបន្ទាប់មកពួកគេបានស្វែងរកថ្នាំបន្សាបជាតិពុលនៅក្នុងផ្ទះបន្ទាប់ពីបើកទ្វាររួចប៉ុន្តែមិនបានទទួលជោគជ័យនោះទេបន្ទាប់ពីរកឃើញទ្វារមួយផ្សេងទៀតក្រុមរបស់ពួកគេបានធ្វើដំណើរទៅកាន់បន្ទប់ក្រោមដីដែលជាកន្លែងត្រូវបានគេបោកអាក្រាតថាគាត់ជាអ្នកជួយម្ចាស់ហ្គេមពិឃាតនេះក្នុងការចាប់ជំរិតអ្នកដទៃទៀតដូច្នេះហើយគាត់ត្រូវបានគេបង្ខំឲ្យចូលទៅក្នុងភ្លើងដើម្បីយកថ្នាំបន្សាបទាំងពីរដែលនៅក្នុងនោះបន្ទាប់ពីគាត់ទាញយកថ្នាំបន្សាបនោះរួចអន្ទាក់ក៏ត្រូវបានកើតឡើងដោយចៃដន្យហើយត្រូវបានដុតគាត់រហូតដល់ស្លាប់មុនពេលអ្នកផ្សេងទៀតអាចជួយគាត់បានហើយថ្នាំបន្សាបក៏ត្រូវបានបំផ្លាញជាមួយភ្លើងនោះផងដែរបន្ទាប់មកនៅបន្ទប់ផ្សេងទៀតការធ្វើតេស្តរបស់ Xavierក៏ត្រូវបានចាប់ផ្ដើមដែលតម្រូវឲ្យគាត់ចូលទៅក្នុងរណ្ដៅដែលមានម្ជុលហើយយកកូនសោទ្វារក្នុងរយៈពេល2នាទីប៉ុន្តែផ្ទុយទៅវិញគាត់បានបោ Amanda ចូលទៅក្នុងរណ្ដៅនោះហើយបង្ខំឲ្យនាងធ្វើវាដែលសកម្មភាពនេះបង្ហាញពីភាពឃោរឃៅដែលបុរសធ្វើមកលើស្ត្រីដោយមានសម្ពាធនាងព្យាយាមស្វែងរកកូនសោនោះនៅក្នុងរណ្ដៅម្ជុលដែលត្រូវបានម្ជុលចាក់ចូលសាច់របស់នាងគ្រប់កន្លែងរហូតដល់ទីបំផុតនាងបានរកឃើញកូនសោហើយនាងប្រគល់វាទៅឲ្យ Xavierប៉ុន្តែបុរសសាហាវនោះក៏បានអស់ពេលក្នុងការដោះសោទ្វារដែលមានផ្ទុកថ្នាំបន្សាបនោះក្នុងការលេងហ្គេមឃាតនេះជនរងគ្រោះទាំងអស់បាននិយាយអំពីទំនាក់ទំនងរបស់ពួកគេទាំងអស់បន្ទាប់មកទើបពួកគេដឹងថាពួកគេម្នាក់ៗសុទ្ធតែត្រូវបានជាប់គុកកាលពីមុនលើកលែងតែគេនីលដែលមិនធ្លាប់ឡើយទន្ទឹមនឹងពេលនេះចនបានឆ្លងកាត់ពេលវេលានៃការជែកដែលហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនឹងពោពេញទៅដោយអាថ៌កំបាំងនោះទីបំផុតចន Kramerបានប្រាប់អារិកថាការរស់រានជីវិតរបស់គាត់ពីការប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងបន្ទាប់ពីគាត់ដឹងថាខ្លួនឯងមានមហារីកណូ
គឺជាហេតុផលសំខាន់បំផុតដែលជំរុញឲ្យគាត់បង្កើតហ្គេមពិឃាតនេះដែលគាត់បញ្ជាក់ថាបន្ទាប់ពីធ្វើអត្តឃាតខ្លួនឯងដោយមិនជោគជ័យនោះគាត់សន្យានឹងខ្លួនឯងថាថ្ងៃដែលគាត់នៅសល់រស់នៅបន្តនោះគាត់នឹងប្រើវាដើម្បីធ្វើតេស្តទៅលើចរិតនិងរបៀបនៃការគិតរបស់មនុស្សបន្ទាប់ពីពួកគេត្រូវបានកំណត់ពេលស្លាប់ក្នុងហ្គេមពិឃាតរបស់គៀតបាទត្រង់កន្លែងនេះជាចំណុចដែលតម្រូវឲ្យអ្នកទាំងអស់គ្នាធ្វើការគិតហើយត្រង់ចំណុចនេះផងដែលប្រហែលជាតម្រូវឲ្យខ្ញុំធ្វើការវិភាគតួអង្គប៉ុន្តែកុំឲ្យខាតពេលយើងបន្តមកដល់សាច់រឿងយើងវិញបន្ទាប់ពីបានដឹងរឿងនេះអេរិកបានបំផ្លាញឯកសារនិងគំនូសព្រាងមួយចំនួនរបស់ចនតាមការស្នើសុំរបស់ Curie ប៉ុន្តែវាមិនបានធ្វើឲ្យយ៉នជាមនុស្សដែលជិតស្លាប់នោះខឹងទេនៅពេលក្រុមបច្ចេកទេសមកដល់ចន់បង្ហាញពីទំនាក់ទំនងរវាងជនរងគ្រោះទាំងអស់នោះគឺថាជនរងគ្រោះទាំងអស់នោះធ្លាប់បានអារិកចោទប្រកាន់លើទុក្ខក្រតកម្មដូចគ្នានិយាយទៅជនរងគ្រោះទាំង8នាក់ដែលពួកគាត់ពិភាក្សាគ្នាថាពួកគាត់សុទ្ធតែជាប់គុកនោះគឺបង្កឡើងដោយអារ៉ុកដែលជាឪពុករបស់ Daniel និងឯងនិយាយមកដល់ជនរងគ្រោះវិញបន្ទាប់ពី Xavier បានចាក់ចេញពីក្រុមហើយត្រឡប់ទៅបន្ទប់ដែលមានដាក់ទូសុវត្ថិភាពវិញនោះគាត់បានរកឃើញលេខពណ៌នៅខាងក្រោយកញ្ចឹងរបស់សាកសពហ្គេសបន្ទាប់ពីបានដឹងពីចម្លើយនៃតម្រុយនោះគាត់បានសម្លាប់ Eunice ដោយប្រើដំបងស្រួចដើម្បីដណ្ដើមលេខសម្ងាត់របស់គាត់បន្ទាប់ពីធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លីក្រោយមក Xavier ចាប់ផ្ដើមតាមសម្លាប់អ្នកអតីតទៀតដើម្បីលេងសម្ងាត់នោះ Riller បានចុះខ្សោយដោយសារឧស្ម័នពុលនោះហើយនាងក៏បានស្លាប់ទៅក្រោយរឿងនោះអត្តសញ្ញាណរបស់ Daniel ត្រូវបានបង្ហាញថាគាត់ជាកូនប៉ូលីសដែលចាប់ពួកជនរងគ្រោះទាំងអស់នោះដែលធ្វើឲ្យ Addison និង Amanda បានបោះបង់ Daniel ចោលប៉ុន្តែ Amanda ត្រឡប់មកវិញបន្ទាប់ពីរកឃើញសាកសពរបស់ Jonas តើ Amanda ជាទូចិត្តល្អទេប្រិយមិត្តទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរតែចងចាំ Amanda ដោយសារទង្វើល្អរបស់នាងនេះ Barry Addison វិញ Barry Addison វិញក៏បានរកឃើញប្រអប់កញ្ចក់ដែលមានផ្ទុកថ្នាំព្យាបាលនោះបន្ទាប់មកនាងបានលូកដៃរបស់នាងចូលប៉ុន្តែដៃរបស់នាងបានជាប់ទៅនឹងប្រហោងអន្ទាក់ដែលជាប់ទៅដោយកាំបិតតែពិតជាគួរឲ្យស្រាវណាស់ចំណែក Xavier វិញបានចូលបន្ទប់នោះហើយបានអានលេខសម្ងាត់របស់ Edison រួចទុកឲ្យនាងស្លាប់និយាយទៅតួអង្គម្នាក់នេះគាត់មិនខ្វល់ពីនរណាឡើយសំខាន់ឲ្យតែគាត់រស់ Ria Amanda និង Daniel វិញរកឃើញផ្លូវរងក្នុងបន្ទប់ដាក់ទូសុវត្ថិភាពដែលនាំឲ្យពួកគេទៅរកឃើញបន្ទប់ទឹកកាលពីរឿងនៃខ្សែភាពយន្តដំបូងនៅទីនោះ Daniel ក៏បានដួលសន្លប់នៅក្នុងបន្ទប់មុនពេលដែល Xavier បានមកដល់ឃើញពួកគេ Amanda ក៏បានកត់សម្គាល់ថា Xavier មិនអាចអានលេខផ្ទាល់ខ្លួនឯងបានទេដូច្នេះគាត់បានកាត់ភ្នែកខាងក្រោយនៃរបស់គាត់ដើម្បីយកមកអានបន្ទាប់ពីកាត់រួចគាត់ក៏បានដើរចូលទៅជិត Amandaដែលជាការប៉ុនប៉ងសម្រាប់នាងដើម្បីយកលេខសម្ងាត់ Daniel ដែលបានដួលសន្លប់នោះបានលោតមកបំពង់ករបស់ Xavier ជាមួយនឹង Ronald Dyke រីឯអារ៉ុកវិញដោយបានឃើញ Xavier កំពុងដេញតាមកូនប្រុសរបស់គាត់អារ៉ុកនៅក្នុងវីដេអូគាត់ក៏បានធ្វើការវាយធ្វើបាបយ៉ាងសាហាវទៅលើ John ហើយបង្ខំឲ្យគាត់នាអារ៉ុកទៅផ្ទះនោះរីឯកន្លែងអង្គុយរបស់ John ត្រូវបានបង្ហាញថាវាជាជណ្ដើរយន្តដែលពួកគេប្រើដើម្បីលួចចេញពីរោងចក្រក្រុមបច្ចេកវិទ្យាតាមដានប្រភពវីដេអូនិង Rick បាននាំក្រុមរបស់ពួកគាត់ទៅផ្ទះមួយដែលពួកគេរកឃើញ Val កំពុងចាក់វីដេអូនោះដែលបានថតពីមុនសល់បាទនិយាយទៅការរៀបចំហ្គេមពិឃាតនេះគឺវាមិនធម្មតានោះទេហើយនៅពេលKyrieដឹងថាហ្គេមនេះបានកើតឡើងមុនពេលដែលពួកគេបានមករកឃើញ John ឧបករណ៍កំណត់ពេលវេលានោះក៏បានផុតកំណត់ដែរហើយពួកគេបានបើកទូសុវត្ថិភាពហើយក៏បានប្រទះឃើញ Daniel ត្រូវបានចងចំណងនឹងដកដង្ហើមដោយប្រើបាំងអុកស៊ីសែនរីឯ Eric វិញបានចូលទៅក្នុងផ្ទះតែម្នាក់ឯងហើយនៅទីបំផុតមានទីតាំងមួយនៅបន្ទប់ទឹកដែលជាកន្លែងដែលគាត់ត្រូវបានវាយប្រហារដោយមនុស្សពាក់មុខជ្រូកបន្ទាប់មកគាត់ក៏ភ្ញាក់ឡើងដែលនៅជើងរបស់គាត់ត្រូវជាប់នឹងបំពង់ហើយម៉ាស៊ីនចាក់សំឡេងដែលបានទុកចោលឲ្យគាត់នោះបង្ហាញថាអាមេណាជាអ្នកផ្សំគំនិតជាមួយចនហើយនាងគឺជាអ្នកបន្តការងាររបស់ចនក្រាម៉ាបន្ទាប់ពីគាត់ស្លាប់ទៅអាមេណាបានលេចមុខចេញមកភ្លាមនៅមាត់ទ្វារហើយស្រែកថាហ្គេមត្រូវបានបញ្ចប់ហើយនាងក៏បិទទ្វារទុកឲ្យអារិចស្លាប់នៅទីនោះម្នាក់ឯងបើនិយាយទៅសាច់រឿងវាគឺពិតជាគួរឲ្យចាប់អារម្មណ៍មែនត្រង់ចំណុចតែ Amanda គឺជាគ្នារបស់ John Drama តែយើងមើលពីដើមរហូតដល់ចប់ខ្ញុំគិតថាAmanda នឹងគឺជាមនុស្សល្អព្រោះនៅក្នុងរឿងនាងបានតាមជួយDaniel រហូត
ហេសកម្មភាពផ្សេងបង្ហាញថានាងដូចជាមនុស្សអត់ដឹងអីអញ្ចឹងដូចគ្នាដូចគេរុញនាងចូលទៅក្នុងកន្លែងយកអឺសដោយមានចូលមានអីច្រើនអញ្ចឹងបើយើងមើលធម្មតាយើងគិតថាគាត់អត់ដឹងហើយគឺគាត់ត្រូវបានគេធ្វើបាបតាមពិតសុទ្ធតែជាគម្រោងរបស់គាត់ទាំងអស់អញ្ចឹងរឿងនេះគឺចប់ត្រឹមតែប៉ុណ្ណឹងនៅវគ្គ2នេះហើយយើងខ្ញុំសូមថ្លែងអំគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានរឿងក៏ត្រូវតែគោរពច្បាប់ Must respect the law តាំងពីដើមរហូតដល់ចប់បើលោកអ្នកមិនទាន់បាន Subscribe សូមចុច Subscribe ដើម្បីទទួលបានរឿងថ្មីជាច្រើនទៀតសូមជូនពរអ្នកទាំងអស់គ្នាទទួលបាននូវសំណាងល្អសុខភាពល្អគ្រប់ពេលវេលាអរគុណ